ជំរាបសួរលោកគ្រូខ្ញុំឈ្មោះគឿងសូលីសាមកពីក្រុម SV1 នៅក្នុងវីដេអូនេះខ្ញុំមកដោយធ្វើការនិយាយអំពី exercise ទី1ដែលធ្វើការបង្កើត file ចំនួន10 file 10 file នេះនឹងset ទៅលើ permission របស់វាទៅតាមsymbolic ដែលលោកគ្រូដាក់ឲ្យនេះដោយប្រើ num និងប្រើ symbolic mode អញ្ចឹងយើងចូលទៅកាន់អឺ Ubuntu របស់យើងអញ្ចឹងដោយសារខ្ញុំបាន remote ពី Gitbash ទៅUbuntu server របស់ខ្ញុំហើយអញ្ចឹងខ្ញុំធ្វើការ create file និងដូរ symbolic ទៅតាមប្រធានរបស់គ្រូដាក់ឲ្យនៅក្នុង Gitbash តែម្ដងអញ្ចឹងកន្លែងនេះខ្ញុំបានបង្កើតdirectory មួយដែលឈ្មោះថា permission ដើម្បីកុំឲ្យវាញ៉ៃញ៉ៃនៅក្នុងuser របស់ខ្ញុំអញ្ចឹងដំបូងខ្ញុំធ្វើការទៅបង្កើតជាមួយនឹង file ដែលមានឈ្មោះfile មួយ .txt នេះរហូតដល់ file 10.txt ខ្ញុំប្រើ command catch file ពីលេខ1ចុច10អញ្ចឹងបានន័យថាខ្ញុំបង្កើត file ពីលេខ1ដល់លេខ10ដោយមានឈ្មោះ.txt អញ្ចឹងខ្ញុំធ្វើការ ls ចូលទៅមើលអញ្ចឹងនេះគឺជា file ដែលខ្ញុំបានបង្កើតដែលវាមានចំនួន10 file នេះមាន file 1 2 3 4 5 6 7 8 9និង file 10បន្ទាប់មកទៀតខ្ញុំធ្វើការចូលទៅមើល file permission របស់ file ទាំងអស់ហ្នឹងខ្ញុំចូលទៅមើល permission របស់ file ទាំងអស់ហ្នឹងដែលវាមានសិទ្ធិអីគេខ្លះអញ្ចឹងនេះគឺជា permission ដែល default មានដូចគ្នាទាំងអស់ពី file ទី1រហូតដល់ file ទី10នេះដែលវាមានសិទ្ធិទៅលើ user only read write group only read write និង order only read អញ្ចឹងខ្ញុំធ្វើការដូរវាអឺទៅតាម symbolic ដែលលោកគ្រូដាក់ឲ្យដូរ permission វាទៅតាមដែលគ្រូដាក់ឲ្យនៅខាងនេះដោយខ្ញុំប្រើ command ខ្ញុំប្រើដូរទៅតាម none អញ្ចឹងដូរពីទី1ទៅទី1 file file ទី1ដែលមានឈ្មោះ file 1.txt នេះវាមានសិទ្ធិទៅលើ user full សិទ្ធិទាំង user ទាំង group ទាំង order គឺ full អញ្ចឹងវាមានលេខ7 7 7អញ្ចឹងខ្ញុំដូរទៅខ្ញុំប្រើ command ch មកខ្ញុំដាក់លេខ7 7ទៅលើ file 1.txt ខ្ញុំធ្វើការ enter ឥឡូវខ្ញុំចូលទៅ ls ដើម្បី check នៅ permission វាម្ដងទៀតអញ្ចឹងនេះfile ទី1របស់យើងនេះបានដូរ permission ទៅលើ user ទៅលើ group ទៅលើ order ហើយអីដែលវាមាន set full អញ្ចឹងចាប់ពី file ទី2រហូតដល់ file ទី10ខ្ញុំធ្វើការដូរទៅប៉ុន្តែfile ទី2រហូតដល់ file ទី10នេះខ្ញុំបានរកលេខវាហើយអីអញ្ចឹងខ្ញុំធ្វើការវាយ comment ទាំងអស់ហើយចាំខ្ញុំ ls ដើម្បី check មើល permission វាតាមក្រោយអញ្ចឹងខ្ញុំធ្វើការទៅដូរ file ទី2នេះវាមានសិទ្ធិទៅលើ user read write execute ទៅលើ group only read ទៅ read execute និង order read execute អញ្ចឹងវាស្មើនឹងលេខ755ទៅលើ file លេខ2អញ្ចឹងខ្ញុំដូរអស់ហើយអញ្ចឹងទៅលើ file ទី3លេខ6 44
ទី4 pha tí 4 ដូចគ្នាpha tí 4 664 664 pha tí 5 pha tí 5 775 pha tí 6 pha tí 6នេះអត់មាន permission ទេអញ្ចឹងវាស្មើ0 0 0 0 0 pha tí 7 pha tí 7វាមានសិទ្ធិទៅលើតែ user only read ទេអញ្ចឹងread all ស្មើលេខ4 pha tí 8អូខ្ញុំច្រឡំសុំទោសខ្ញុំដូរ pha tí 6មកវិញ0ខ្ញុំភ្លេចដូរ pha tí 7 400 pha tí 8 pha tí 8 full permission 7 pha tí 9 pha tí 9 5 5 4 និង pha tí 10 pha tí 10 5 400 ខាអញ្ចឹងខ្ញុំធ្វើការទៅ check មើលទៅ check មើល permission វាម្ដងទៀតអញ្ចឹងនេះគឺជា permission ដែលខ្ញុំបានផ្លាស់ប្ដូរហើយវាខុសពី permission ចាស់នេះហើយអញ្ចឹងខ្ញុំទៅមើល check មើលជាមួយនឹងប្រធានរបស់លោកគ្រូដាក់ឲ្យអញ្ចឹង phaទី1នេះមានសិទ្ធ full ត្រូវគ្នាហើយ phaទី2ដូចគ្នាuser មានសិទ្ធ read write execute គ្រប់មានសិទ្ធ read execute និង order មានសិទ្ធ read execute អញ្ចឹងខ្ញុំបានដូរដូចនឹងប្រធានរបស់លោកគ្រូទាំងអស់ហើយបន្ទាប់មកខ្ញុំទៅធ្វើការដូរមួយទៀតដោយប្រើ symbolic mode ម្ដងប៉ុន្តែអា file នេះខ្ញុំបានដូរហើយឯងប៉ុន្តែខ្ញុំចង់បញ្ជាក់ថាបើសិនជាខ្ញុំដូរទៅផ្សេងវាអាចនឹងខុសអញ្ចឹងខ្ញុំអត់ដូរទៅផ្សេងទេខ្ញុំយកចេះវិញខ្ញុំថាបើសិនជាខ្ញុំដូរទៅវាអត់ខុសអត់ដូរអត់ផ្លាស់ប្ដូរពីអាចារ្យទេចឹងបានន័យថាវាត្រូវហើយអញ្ចឹង file ទី1ខ្ញុំថា uវា o ow read write ខ្ញុំសុំដូរទៅវិញភាសាfile ទី1ហ្នឹងវា full permission អញ្ចឹងយើងដូរតែមួយទៅបានហើយយើងដាក់ a o w x ចឹងបានន័យថា o a ហ្នឹងស្មើ all បានន័យថាយើងដូរ permission វាទាំងអស់នេះអញ្ចឹងយើងដាក់ file 1 dot ppt cmod អញ្ចឹងខ្ញុំត្រូវ check ម្ដងទៀត ls ខ្ញុំខុស file ទី1ហ្នឹងដោយសារមុនហ្នឹងខ្ញុំមានបញ្ហាខ្ញុំវាយ comment ខុសអញ្ចឹងវាធ្វើឲ្យបាត់ permission ទៅលើ file ទី1អញ្ចឹងខ្ញុំដាក់ permission set ទៅលើ permission ឲ្យវាវិញដោយខ្ញុំប្រើ num សិនតមកទៀតខ្ញុំទៅធ្វើការធ្វើទៅលើset permission របស់វាទៅលើដោយប្រើ symbolic mode ម្ដងទៀត
chẳng không thể cả đặt chmod chmod thế smart or smart or wx file one dot txt coin od chẳng mình phải check vừa một đòn tiếp chẳng đi ở pha tìm mười bài nhóm đã nhóm ban phở từ lời comment ní comment chmod ní đời e smart or x từ lời pha one dot txt chẳng qua này tha nhóm ban đầu permission về tập onហ្នឹងtừ lời từ retry execute chẳng pha tra bảo vệ pha permission tra bảo vệ ní chẳng từ đây chẳng qua này tha nhóm vay comment ní thời về ở đồi chẳng nhóm từ thưa nhóm thưa ca từ đô từ thưa thưa ca từ đô permission bảo vệ nơi là pha tp đó pha tỷ đắp đôi per symbolic một chẳng nhóm vay comment từ đây nắng phần trái nhóm đô từ lượng pha tỷ phí cái này nè nhóm đô từ lượng user smart anh ấy user smart orwx slash biết group smart ox là order smart ox đi kìa thở nhưng độ ở chẳng hạnนี้cậu về đồ đây pha TP cậu về đồ đấy trong này thà comment nhau vay thằng ấy chẳng chấp đi cậu pha TP bây là hồi đó pha TP đắp nhưng thôi cao vay đã e đó là bay chạy tế nhưng chăm chạy về đây nhau vay hả chẳng pha TP bấy đồ pha TP bay hái cho được đó pha TP 4 pha TP 4 được mía đôi cho mỗi lần pha TP bay đại tế chẳng bình thường nó cho từ pha TP kém pha kém women wx drop or retry execute là order means only read execute cho từ đó pha ti phần muối vì augmented ấy được đó chấn cái khăn khối nếu nhau mình đại tế những đạo vía blank cháu cháu pha ti phần bớ pha ti bớ insert only user insert only read chấn những đạo ó pha ti 7 pha ti phần 7 insert full chẳng cái này nhập đạo e smart ó w cho từ đó pha ti phần 4 pha tim 4 user insert read read execute group insert read execute nang order insert only read pha tiếp đáp
file ទី10 user មានសិទ្ធិ only read គ្រប់មានសិទ្ធិ read execute និង order អត់មានសិទ្ធិទេអញ្ចឹងខ្ញុំត្រូវធ្វើការ check ទៅលើ file ទាំងអស់ហ្នឹងមកវិញអញ្ចឹងខ្ញុំដោយសារខ្ញុំមានបញ្ហា comment ខាងលើដែលខ្ញុំវាយទៅវាខុសច្រើនខ្ញុំបាន clear ទៅបន្ទាប់មកខ្ញុំទៅធ្វើការ check មើលម្ដងទៀតជាមួយខ្ញុំទៀងវាវិញជាមួយនឹងប្រធានវិញព្រោះអីដោយសារខ្ញុំបានធ្វើជាមួយនឹងណាំនេះវាត្រូវអស់ហើយអញ្ចឹងខ្ញុំធ្វើការផ្ទៀងយកតែម្ដងដោយ file ទី1មានសិទ្ធិ read write execute ទៅលើ user គ្រប់និង order file ទី2ទៅលើ user មានសិទ្ធិ read write execute ទៅលើគ្រប់មានសិទ្ធិ read execute ទៅលើ order មានសិទ្ធិ read execute ដូចគ្នាបន្តមកទៀត file ទី3ទៅលើ user មានសិទ្ធិ read write ទៅលើគ្រប់និង order មានសិទ្ធិ only read អូខេត្រូវជាមួយនឹង file ទី4ទៅលើ user មានសិទ្ធិ read write ខ្ញុំខុស file ទី4ជុំfile ទី4អញ្ចឹងខ្ញុំខុស file ទី4ខ្ញុំសុំទៅកែ file ទី4មួយ file ទី4គ្រប់មានសិទ្ធិ read write ខ្ញុំម្ដងទៀតខ្ញុំធ្វើការមើលចាប់ពី file ទី4ទៅដោយ user មានសិទ្ធិ read write គ្រប់មានសិទ្ធិ read write order មានសិទ្ធិ only read ត្រូវហើយតមក file ទី5 user និងគ្រប់មានសិទ្ធិ read write execute អញ្ចឹងorder មានសិទ្ធិ only read និង execute ចូលមកដល់ file ទី6អត់មាន permission ទេអញ្ចឹងត្រូវ file ទី7មានសិទ្ធិទៅលើ user ដែលមានសិទ្ធិទៅលើ only read អញ្ចឹងដល់ file ទី8មាន permission full យើងត្រូវទៅលើ file ទី9 user មានសិទ្ធិ user និងគ្រប់មានសិទ្ធិ read execute និង order មានសិទ្ធិ only read ចូលមកដល់ file ទី10 user និងគ្រប់មាន user មានសិទ្ធិ only read គ្រប់មានសិទ្ធិ only មានសិទ្ធិ read execute និង order no permission អញ្ចឹងវីដេអូដែលនិយាយអំពី file permission របស់ខ្ញុំនិងវីដេអូដែលនិយាយអំពីការ create file និង set permission ទៅលើ file ទាំងអស់ហ្នឹងដោយប្រើ num និង symbolic mode របស់ខ្ញុំចាប់តែប៉ុណ្្នេះហើយសូមអរគុណលោកគ្រូ